ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីដែលថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់មុខងារមួយដែលមុខងារ Galaxy AI នៅក្នុង Note បាទនៅក្នុង Samsung Note ណាអញ្ចឹងថ្ងៃនេះគឺខ្ញុំបង្ហាញនៅលើ Galaxy Z Fold 6ហើយមុខងារនៅក្នុង Samsung Note នេះគឺខ្ញុំនិយាយបង្ហាញអំពីការ Note ចំណាំដោយយើងថតសំឡេងrecord សំឡេងបន្ទាប់មកទៀតយើងឲ្យ AI ជួយ generate ឲ្យជួយ summary ឲ្យអីទៅក្នុង note របស់យើងហ្នឹងណាហើយដោយសារខ្ញុំសូមបញ្ជាក់បន្តិចតទៅជាមួយនឹងភាសាគឺភាសាខ្មែរយើងអត់ទាន់បានន័យថាអត់ទាន់ support ទេអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹង record សំឡេងជាភាសាអង់គ្លេសបាទដែលខ្ញុំនឹង record សំឡេងពីវីដេអូYouTube ឬអីចឹងទៅហើយបន្ទាប់មកខ្ញុំឲ្យទូរស័ព្ទហ្នឹងថតសំឡេងហ្នឹងបន្ទាប់មកខ្ញុំឲ្យវា transcribe ថាសំឡេងហ្នឹងគេនិយាយអីគេខ្លះហើយឲ្យជួយសង្ខេបឲ្យយើងទៀតអញ្ចឹងណាអូខេអញ្ចឹងដើម្បីកុំឲ្យបង្អង់យូរគឺខ្ញុំចូលទៅក្នុងកម្មវិធី Note តែម្ដងណាគឺខ្ញុំចូលទៅក្នុងកម្មវិធី Note បាទអញ្ចឹងខ្ញុំបើក Note បាទតាមពិតបើក Note វាមានច្រើនអញ្ចឹងយើងបង្កើតថ្មីបាទនៅក្នុង Note ហ្នឹងគឺធម្មតាកន្លែងនេះគឺកន្លែងដែលយើងដូចវាថាកត់ចំណាំអីផ្សេងយើងអាចប្រើប៊ិចក៏បានប្រើប៊ិចយើងអាចប្រើជាមួយនឹងអេក្រង់ខាងក្នុងនេះមកប៉ុន្តែដោយសារឥឡូវខ្ញុំបើកអេក្រង់ធំហ្មងឬវាស្រួលមើលអូខេអញ្ចឹងដើម្បីយើងថតសំឡេងបានគឺយើងអាចចុចកន្លែងនេះប៊ូតុងកន្លែងសញ្ញាបូកនេះបាទសញ្ញាបូកនេះណាខ្ញុំដាក់បន្តិចជួនកាលកាមេរ៉ាចាប់អត់ជាប់នេះសញ្ញាបូកនេះបាទសញ្ញាបូកនេះខ្ញុំចុចបូកបន្ទាប់មកយើងឃើញមានប៊ូតុងកន្លែងគេដាក់ voice recording ណាអញ្ចឹងកន្លែងនេះគឺថតសំឡេងអញ្ចឹងឧទាហរណ៍ថាយើងនៅក្នុងអង្គប្រជុំបន្ទាប់មកទៀតយើងចង់ថតសំឡេងពីអង្គប្រជុំហ្នឹងគឺយើងអាចចុចកន្លែងហ្នឹងបានមិនចាំបាច់ចូលទៅអាកន្លែងថតសំឡេងទេអញ្ចឹងយើងអាចថតហើយយើងសរសេរនៅក្នុងហ្នឹងបដាក៏បានដែរអូខេឥឡូវខ្ញុំបើកវីដេអូមួយដែលនិយាយជាភាសាអង់គ្លេសដែលមានការសន្ទនាអញ្ចឹងយើងឧទាហរណ៍ឲ្យវាថតប្រហែលនាទីចោលតែម្ដងណាអូខេអញ្ចឹងខ្ញុំចុចកន្លែងនេះបន្ទាប់មកឲ្យវាថតតែម្ដង You are invited to a real English conversation between me, Vanessa, and my husband, Dan. Hello. You submitted some questions to us about daily life, and we are here to answer them. Our answers may not be incredible, but the English will be. Oh, yes. So I hope that you can follow along in this conversation. You can click CC to view the full subtitles if you don't catch everything we're saying. Oh, it would be pretty really ambitious. torturous to walk there, though. Well, អូខេអញ្ចឹងឥឡូវនេះយើងថតចប់ហើយខ្ញុំបិទបាទអូខេអញ្ចឹងបានន័យថាយើងបានថតសំឡេងរួចរាល់បន្តមកទៀតអញ្ចឹងដើម្បីយើងអាចធ្វើអីជាមួយសំឡេងហ្នឹងគឺយើងមានជា AI យើងអាចធ្វើឲ្យបានជាច្រើនអញ្ចឹងណាបានន័យថាយើងអាចយកវាមកបំលែងយកវាមកបន្តមកទៀតយើងអាចដូចប្រៀបថាឲ្យវាជួយ transcript ឲ្យយើងអញ្ចឹងណាបាទអូខេអញ្ចឹងនៅក្នុងនេះគឺយើងទៅរកកន្លែង AI របស់យើងបាទនៅកន្លែង AI នេះបាទសញ្ញា AI បាទអូដោយសារខ្ញុំអត់ប្រើបាទអញ្ចឹងនៅក្នុងនេះគឺបងប្អូនឃើញអក្សរ transcribe អញ្ចឹងណាអញ្ចឹងខ្ញុំ transcribe ភាសាការសន្ទនារវាងដែលខ្ញុំបានថតចេញពីវីដេអូមុនហ្នឹងអញ្ចឹងខ្ញុំចុច transcribe បាទឥឡូវខ្ញុំឲ្យវា transcribe ទៅសិនបាទវីដេអូនេះរៀងវែងមកទៅណាដោយសារចង់បង្ហាញឲ្យបងប្អូនមើលឃើញតាក់ទងជាមួយ process នៃការធ្វើវាតាក់ទងជាមួយនឹងមុខងារ AI មួយហ្នឹងអញ្ចឹងនៅក្នុងនេះបងប្អូនឃើញនេះវានឹងសរសេរនេះអូខេវានឹង transcribe ពីសំឡេងមុនហ្នឹងមិញ speaker 1 speaker 2 អីវាមានហ្នឹង You are invited to a real English conversation between me Vanessa and my husband Dan អញ្ចឹងវាថតឲ្យយើងឃើញទេបងប្អូនឃើញពីសំឡេងមុននឹងមិញជាច្រើនប្រហែលជាខ្ទង់3នាទីជាងបាទអញ្ចឹងមាននៅក្នុងនេះអញ្ចឹង speaker វាបំបាយទៀតបានន័យថាវាចាប់ detect តាមសំឡេងទៀតវាមាន speaker 1 speaker 2ណាអញ្ចឹងកន្លែងនេះវាមាននេះ speaker 2 I would say we probably go maybe twice a week អញ្ចឹងកន្លែងហ្នឹងគឺម្នាក់ប្រុសនិងអ្នកនិយាយម្ដងបាទឃើញទេអ
គឺមានការសន្ទនាអាហ្នឹងគឺ transcribe បន្ទាប់ពី transcribe ហ្នឹងឧទាហរណ៍បើយើងចង់ឲ្យវាជួយ summary ឲ្យយើងអញ្ចឹងយើងចុចកន្លែងនេះមកប៊ូតុងនេះ summary បងប្អូនចុចមកកន្លែងនេះ summary អញ្ចឹងវាព្យាយាមសង្ខេបរកនៅចំណុចដែលវាគិតថាវាសំខាន់អញ្ចឹងណាបាទឃើញទេនេះ English conversation and PDF work អីណាទៅ worksheet បាទ a conversation in English presented feature Vanessa and Dan អញ្ចឹងទៅអញ្ចឹងគឺវានឹងព្យាយាមសង្ខេបឲ្យយើងហើយខ្ញុំគិតថាមុខងារហ្នឹងគឺវាល្អណាស់សម្រាប់បងប្អូនដែលមានការប្រជុំច្រើនមានការប្រជុំមានការសំដៅដូចវាថា workshop conference ឬក៏អីផ្សេងណាបាទគឺយើងអាចប្រើប្រាស់មុខងារហ្នឹងដើម្បីឲ្យវាជួយសម្រួលការងារឲ្យយើងបាទអានេះគឺ transcribe បន្តមកទៀតគឺយើងអាច copy ឬក៏យើងអាច translate ក៏មានដែរវាក៏មានមុខងារ translate ដែរយើងអាចបកប្រែភាសាឲ្យបានអញ្ចឹងណាអញ្ចឹងដើម្បីឧទាហរណ៍ថាខ្ញុំបិទអានេះសិនឧទាហរណ៍ថា transcribe មិញខ្ញុំ copy វាទាំងអស់ទៅហើយខ្ញុំយកទៅដាក់នៅក្នុង note វិញខ្ញុំវិញមកឬក៏ខ្ញុំយក summary មកឧទាហរណ៍ថាខ្ញុំយក summary add to note មក new note បាទអញ្ចឹងវាឲ្យមកហើយនេះបងប្អូនឃើញទេអញ្ចឹងវាជួយសម្រួលការងារយើងខ្លាំងច្រើនមែនតើតាក់ទងជាមួយនឹងមុខងារនីមួយអានេះគឺតាក់ទងជាមួយ Note Assist ហ្នឹងបាទវីដេអូថ្ងៃនេះគឺខ្ញុំចង់បង្ហាញពីបងប្អូនតាក់ទងជាមួយនឹងមុខងារហ្នឹងដែលខ្ញុំគិតថាវាល្អសម្រាប់បងប្អូនដែលធ្វើការហើយគិតថាយើងជួបភ្ញៀវច្រើនយើងមានការប្រជុំច្រើនហើយយើងមានការ workshop ឬក៏អីមួយយើងអាចថតទុកដើម្បីយើងថតពេលក្រោយក៏បានដែរបើសិនជាបងប្អូនអត់ចូលតាម note ហ្នឹងបងប្អូនក៏អាចចូលទៅក្នុងគេហៅថា recorder នេះ voice recorder កន្លែងនេះក៏បានដែរអញ្ចឹងយើងថតទៅគឺយើងឲ្យវាធ្វើដូចគ្នាណាបាទគឺវាងាយស្រួលអញ្ចឹងខ្ញុំគិតថាវីដេអូនេះតែប៉ុណ្្នឹងទេបងប្អូនអាចសាកល្បងបានហើយវីដេអូនេះរៀងវែងតិចហើយក៏ខ្ញុំអធិស្ឋានសម្រាប់ technical ខ្លះដែលខ្ញុំអត់បានព្រៀងទុកបាទអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាខ្ញុំគិតថាបងប្អូនអាចសាកល្បងបានជាមួយនឹងទូរស័ព្ទរបស់បងប្អូនហើយចាំជួបគ្នានៅក្នុងវីដេអូក្រោយទៀតជាមួយនឹងមុខងារផ្សេងទៀតអូខេបាទជំរាបលាកុំភ្លេច subscribe channel YouTube មួយនេះផងបើសិនជាបងប្អូនគិតថាវាល្អដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូផ្សេងទៀតហើយ share វីដេអូនេះម្នាក់មួយផងជំរាបលាអរគុណជួបគ្នាក្នុងវីដេអូក្រោយបាយបាយ